បាទលោកនាងស៊ុយអែតដែលជាប្រទេសដែលហាក់ដូចជាមិនសូវខ្វល់ច្រើនអំពីការរីគុណឬលើរឿងលក់សពាវុធឲ្យគេរួមទាំងប្រទេសថៃផងដែរនោះនៅតែបន្តជំនួញទៅលើមុខទំនិញបង្ហូរឈាមប្រភេទនេះមិនខ្លាយរអានៅក្នុងនោះមកដល់ពេលនេះពុំមានការកែប្រែផែនការដែលលក់យន្តហោះចម្បាំងឲ្យថៃនោះទេបើទោះបីជាមានការអំពាវនាវពីសំណាក់សមាជិកសភាប្រទេសនេះឲ្យបង្កក់លើការបញ្ជាទិញនេះក៏ដោយបាទតែនេះមានន័យថាស៊ុយអែតនៅតែចិញ្ចឹមចិត្តសវ៉ាលុយពីសភាវុធឬក៏ហាក់ចង់ឲ្យអាវុធរបស់ខ្លួននឹងបន្តមានវត្តមាននៅក្នុងសង្គ្រាមអ្វីដែលជាការកត់សម្គាល់ចុងក្រោយបាទប្រទេសនៅអឺរ៉ុបមួយនេះគឺបានបង្ហាញអំពីភាពជ្រួលជ្រើមលក់យន្តហោះចម្បាំងថ្មីចាស់បាទមិនក្រោម100គ្រឿងទេឲ្យអ៊ុយក្រែនយកទៅបន្តធ្វើសង្គ្រាមជាមួយរុស្ស៊ីតើការជ្រួលជ្រើមដែលត្បិតថាចំនួនជួញដូរមួយក្តារនេះស៊ុយអែតដឹងច្បាស់ថាអ៊ុយក្រែននឹងពិបាករឿងលុយប៉ុន្តែខ្លួនហ៊ានបាទគិតជួសអ៊ុយក្រែនទៅទៀតថាតើធ្វើយ៉ាងណាឲ្យបានបញ្ជូនសពាវុធទាំងនេះទៅដល់ដៃអ៊ុយក្រែនបាទនៅថ្ងៃនេះជួបជាមួយស្រាប់ដែលនឹងបកស្រាយលម្អិតពាក់ព័ន្ធជាមួយនឹងរឿងនេះបាទស្រាប់ជាសំណួរដំបូងសូមជួយសង្ខេបបន្តិចអំពីផែនការទិញលក់អាវុធរវាងប្រទេសអ៊ុយក្រែននិងស៊ុយអែតនឹងបាទហើយអ្វីខ្លះទៅជាចំណុចដែលស៊ុយអែតដែលថាបញ្ជាក់អំពីការចង់ខ្លាំងម្ល៉េះទៅលើរឿងនេះបាទសវណ្ណបើផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស៊ុយអែតគឺបាននិយាយកាលពីចុងខែតុលាថាការផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចព្រមព្រៀងយន្តហោះចម្បាំងឲ្យអ៊ុយក្រែនកំពុងតែដំណើរការកិច្ចព្រមព្រៀងនេះអាចរួមបញ្ចូលទាំងយន្តហោះចម្បាំងរហូតដល់ទៅ150គ្រឿងដែលសំដៅទៅលើយន្តហោះចម្បាំង Gripen ប្រទេសស៊ុយអែតអាចជួយផ្ដល់មូលនិធិដល់កិច្ចព្រមព្រៀងនេះតាមរយៈឥណទាននាំចេញជំនួយហើយប្រទេសស៊ុយអែតកំពុងតែបញ្ចុះបញ្ចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានគេបង្កនៅក្រៅប្រទេសយកមកប្រើដើម្បីទិញត្រង់ចំណុចនេះហើយអាចបញ្ជាក់បានថាស៊ុយអែតហាក់ជ្រួលជ្រើមចង់ផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែនជាខ្លាំងបាទងាកទៅតម្លៃបន្តិចវិញបាទតើចន្លោះពី100ទៅ150គ្រឿងនឹងអាចបង្ហាញតម្លៃបានទេសម្រាប់មកដល់ពេលនេះតម្លៃយន្តហោះចម្បាំងទាំងនេះនៅមិនទាន់បង្ហាញនៅឡើយទេសុវណ្ណក៏ប៉ុន្តែសារព័ត៌មាន Aerotime បានចុះផ្សាយថាការលក់ Gripen 4គ្រឿងរបស់ក្រុមហ៊ុន Saab របស់ស៊ុយអែតនាពេលថ្មីនេះឲ្យទៅប្រទេសថៃហ្នឹងគឺស្ថិតក្នុងតម្លៃ$563លានអាមេរិកហើយស៊េរី Gripen C ឬក៏ Gripen D ចំនួនមុនធ្លាប់ត្រូវបានគេដាក់លក់នៅលើទីផ្សារដែលគេស្គាល់ថាជាយន្តហោះចម្បាំងដែលមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងប្រភេទយន្តហោះចម្បាំងផ្សេងទៀតតាមចំនួនរបស់វាទោះបីជាយ៉ាងណាក៏ដោយតម្លៃ Gripen E ឬក៏ Gripen F ថ្មីនេះធ្លាប់ត្រូវបានរដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Paul Johnson អះអាងថាជាយន្តហោះប្រយុទ្ធទំនើបដែលមានស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់គឺថ្មីទាំងស្រុងដូច្នេះតម្លៃអាចខ្ពស់ជាងចំនួនមុនយ៉ាងខ្លាំងជំរឿនដែលស៊ុយអែតកំពុងពិចារណាលើការនាំចេញសពាវុធទាំងនេះសម្រាប់អ៊ុយក្រែនរួមមានឥណទានទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក្របខ័ណ្ឌជំនួយអ៊ុយក្រែនរបស់ខ្លួនដែលខ្លួនធ្លាប់បានកំណត់តម្លៃប្រមាណជា4កដុតសញ្ញា$2000លានសម្រាប់ឆ្នាំ2026ហើយតម្លៃនេះដូចគ្នាក៏សម្រាប់ឆ្នាំ2027ឆ្នាំបន្ទាប់ផងដែរយ៉ាងណាមិញព័ត៌មានចុងក្រោយប្លុកអឺរ៉ុបពុំទាន់មានការឯកភាពរួមគ្នាលើការយកលុយបង្ករបស់រុស្ស៊ីបកគលឲ្យអ៊ុយក្រែននោះទេបាទតើស្រាប់អាចលម្អិតបន្ថែមទៀតបានទេតើកិច្ចព្រមព្រៀងថ្មីនេះកើតឡើងដោយរបៀបណាបាទហើយអាចផ្គត់ផ្គង់បាននៅពេលណាដែរមើលទៅបាទសវណ្ណកាលពីថ្ងៃទី22ខែតុលានាយករដ្ឋមន្ត្រីស៊ុយអែតលោក Kristersson បាននិយាយថាប្រទេសរបស់លោកបានចុះហត្ថលេខាលើលិខិតមួយដែលគេហៅថាលិខិតចេតនាដែលអាចមើលឃើញថាខ្លួនផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ផលិតក្នុងស្រុករហូតដល់ទៅ150គ្រឿងដល់ប្រទេសអ៊ុយក្រែនរូបលោកនិងប្រធានប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានជួបគ្នានៅទីក្រុង Linköping នៅភាគខាងត្បូងប្រទេសស៊ុយអែតហើយពួកលោកក៏បានទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Saab ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង JAS 39 Gripen យន្តហោះស៊ើបការ Global Eye ប្រព័ន្ធមីស៊ីលនិងអាវុធប្រឆាំងរថក្រោះព្រមទាំងឧបករណ៍យោធាផ្សេងទៀតនៅពេលនោះលោកនាយករដ្ឋមន្ត្រីស៊ុយអែតបានប្រាប់ថាប្រទេសទាំងពីរហ្នឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងមួយលើវិស័យការពារតាមដែនអាកាសហើយកិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងលទ្ធភាពនៃការនាំចេញយន្តហោះចម្បាំង Gripen E ថ្មីដែលតាមចំនួនតែបញ្ជាក់នឹងមិនក្រោម100គ្រឿងហ្នឹងដែលអាចនឹងក្លាយជាការបញ្ជាទិញយន្តហោះចម្បាំងដ៏ធំបំផុតមិនធ្លាប់មានរបស់ស៊ុយអែតយ៉ាងណាលោក Kristersson បាននិយាយថាយើង
ដឹងច្បាស់ថាវាជាផ្លូវវែងឆ្ងាយនៅពីខាងមុខក៏ប៉ុន្តែចាប់ពីពេលនេះតទៅយើងបដិញ្ញាស្វែងរកលទ្ធភាពទាំងអស់នៅក្នុងការផ្ដល់ឲ្យអ៊ុក្រែននៅចំនួនដ៏ច្រើននៃយន្តហោះចម្បាំង Gripen នាពេលអនាគតនេះបើយោងតាមកាសែត Reuters ដដែលបាទសូមបើកវងកញ្ចក់បន្តិចសិនបាទងាកមកចាប់អារម្មណ៍លើយន្តហោះចម្បាំងពេញនិយមនេះបាទជាសំណួរតើយន្តហោះចម្បាំង Gripen នឹងដំណើរការផលិតចាប់តាំងពីពេលណាដែរហើយកាក់កបកម្រិតណាដែរនៅលើទីផ្សារបាទយើងអាចនិយាយថាពេញនិយមបានដោយសារថាសម្បីតែថៃហ្នឹងក៏ចេះតែបន្តទិញជាបន្តបន្ទាប់ហើយឥឡូវយើងចូលដល់ប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាម Reuters ដដែលបានឲ្យដឹងថាយន្តហោះ Gripen មានដំណើរការតាំងពីឆ្នាំ1996ហើយក្រុមហ៊ុន Saab ផលិតសរុបបានប្រហែលជា280គ្រឿងហើយមកដល់ពេលបច្ចុប្បន្នជាការកត់សម្គាល់ភាគហ៊ុនរបស់ក្រុមហ៊ុនគឺបានកើនឡើង3កសញ្ញា 3% លើទីផ្សារជួញដូរទំនិញការពារជាតិនៅអឺរ៉ុបដែលហៅកាត់ថា15 GMT ហើយប្រទេសស៊ូអែតទទួលបានការបញ្ជាទិញ model Gripen E ចុងក្រោយបង្អស់ចំនួន60គ្រឿងហើយ Saab នឹងកំពុងតែបង្កើនសមត្ថភាពផលិតនៅក្នុងទីក្រុង Linköping ដោយមានគោលបំណងអាចផលិតយន្តហោះចន្លោះពី20ទៅ30គ្រឿងនៅក្នុងមួយឆ្នាំនៅរោងចក្រមួយនេះក្នុងរយៈពេល2ឬក៏3ឆ្នាំទៀតក្រុមហ៊ុន Saab កំពុងតែសាងសង់រោងចក្រផលិត Gripen នៅក្នុងប្រទេសប្រេស៊ីលផងដែរបើយោងតាមសារព័ត៌មាន Eurotime វិញការបញ្ជាទិញរបស់អ៊ុយក្រែនគឺមានសក្តានុពលនិងតម្រូវឲ្យ Saab ពង្រីកនៅបណ្ដាញផលិតកម្មរបស់ខ្លួនលើសពីការកើតនៅរោងចក្រនៅស៊ូអែតផ្ទាល់និងនៅប្រេស៊ីលទៅទៀតនាយកប្រតិបត្តិក្រុមហ៊ុន Saab លោក Mikael Johansson បាននិយាយថាក្រុមហ៊ុនកំពុងតែវិតម្លៃជំរើសដើម្បីបង្កើនទិន្នផលយ៉ាងឆាប់រហ័សរួមទាំងខ្សែតម្លើងថ្មីនៅខាងក្រៅប្រទេសស៊ូអែត Saab ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនលំហអាកាស Bombardier អំពីការធ្វើមូលដ្ឋានីយកម្មផលិតកម្ម Gripen នៅក្នុងប្រទេសកាណាដាដែលជាការផ្លាស់ប្ដូរមួយនិងបម្រើដល់ទីផ្សារនៅខាងអាមេរិកខាងជើងហើយនឹងការនាំចេញផងដែរក្រុមហ៊ុនទាំងពីរបានសហការគ្នារួចហើយលើយន្តហោះបកាអាសន្នដែលមានឈ្មោះថា Global Eye ដែលចាប់ដៃសហការជាមួយ Global 6000 របស់ Bombardier ថ្មីនេះក្រុមហ៊ុន Saab បានបកគល Gripen E ដំបូងរបស់ខ្លួនឲ្យកងទ័ពអាកាសស៊ូអែតប្រើនៅក្នុងកម្មវិធីមួយនៅឯតំបន់ Skarabuk Air Wing ឬក៏ F7 នៅឯ Satanas កាលពីថ្ងៃទី20 ខែតុលាឆ្នាំ2025 model នេះគឺមានបំពាក់នៅម៉ាស៊ីនថ្មី radar និងឈុតសង្គ្រាមអេឡិចត្រូនិកក៏ដូចជាប្រព័ន្ធដំណើរការដោយកម្មវិធីដែលអនុញ្ញាតឲ្យមានការអាប់ដេតយ៉ាងឆាប់រហ័សដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងដែលកំពុងតែវិវត្តនាពេលបច្ចុប្បន្នបាទនៅមុននេះសារ៉ាត់ថាស៊ុយអែតនឹងហាក់ដូចជាត្រួសត្រាយផ្លូវខ្លាំងឬក៏ត្រួសត្រាយផ្លូវច្រើនឲ្យអ៊ុយក្រែនមានលទ្ធភាពគ្រប់គ្រងអាវុធទាំងនេះបានបាទទុកយកទៅប្រើក្នុងសង្គ្រាមរួមទាំងមានការយកលុយពីរុស្ស៊ីដែលគេបង្កកលុយក្រៅប្រទេសនឹងមកទិញថែមទៀតផងតើមានការអាងបែបណាខ្លះដែលតាក់ទងជាមួយនឹងការផ្គត់ផ្គង់យូរឬក៏ឆាប់ដែរបាទអរគុណសម្បត្តិបើតាមលោក Kristersson នាយករដ្ឋមន្ត្រីស៊ុយអែតបានបញ្ជាក់ថាការផ្ដល់ហិរញ្ញប្បទាននៃលទ្ធកម្មអាចកើតមានតាមរយៈទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនៅបណ្ដាប្រទេសលោកខាងលិចនិងពីបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅក្នុងសម្ព័ន្ធនៃឆន្ទៈក៏ប៉ុន្តែនៅតែមានការងារសំខាន់ដែលត្រូវធ្វើច្រើនទៀតនៅមុនពេលដែលកិច្ចព្រមព្រៀងចុងក្រោយនេះត្រូវបានចុះហត្ថលេខាហើយដោយតែខ្ញុំបញ្ជាក់មុននេះបន្តិចចឹងគឺខាងប្លុកអឺរ៉ុបគឺពុំទាន់បានឯកភាពរួមនៅឡើយទេចំពោះការយកលុយរបស់រុស្ស៊ីបង្កកនេះទៅទិញអាវុធឲ្យអ៊ុយក្រែននោះងាកមកយើងមកស្ដាប់អ្នកជំនាញវិញគឺបើតាមលោក Justin Brong ដែលជាអ្នកឯកទេសខាងសង្គ្រាមតាមផ្លូវអាកាសនៅឯវិទ្យាស្ថាន Royal United Services Institute នៃទីក្រុងឡុងបាននិយាយថាកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះបង្ហាញថាអ៊ុយក្រែនកំពុងតែគិតអំពីផែនការរយៈពេលវែងសម្រាប់កងកម្លាំងទ័ពអាកាសក្រៅសង្គ្រាមរបស់ខ្លួនជាជាងតម្រូវការសម្រាប់ការយកទៅប្រើប្រាស់នៅក្នុងការប្រយុទ្ធធ្វើសង្គ្រាមភ្លាមៗអ៊ុយក្រែនមានយន្តហោះចម្បាំង F16 ផលិតដោយសហរដ្ឋអាមេរិកនិងយន្តហោះចម្បាំង Mirage 2000ដែលផលិតដោយបារាំងរួចហើយលោក Bron បញ្ជាក់ថាយន្តហោះចម្បាំង Gripen E នឹងសន្មតថាជាតំណាងឲ្យអ្នកប្រយុទ្ធទម្ងន់មធ្យមដែលមានសមត្ថភាពខ្លាំងជាងប្រភេទយន្តហោះចម្បាំងនៅពេលបច្ចុប្បន្នលោកបានចង្អុលជាពិសេសទៅលើ radar របស់យន្តហោះប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកខាងក្នុងនិងសមត្ថភាពផ្ទុកនិងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយដែលគេហៅថា Meteor ទៅអាកាសដែលជាគុណសម្បត្តិរបស់ Gripen E ផ្ទាល់តែម្ដងបាទ
បាទចុះមានដឹកនាំអ៊ុយក្រែនវិញបាទលោក Zelensky នោះមានការយល់ឃើញបែបណាចំពោះយន្តហោះចម្បាំងរបស់អ៊ុយក្រែននេះបាទខណៈដែលប្រទេសនេះធ្លាប់មានរបស់អាមេរិកហើយនិងយន្តហោះបារាំងហើយនោះបាទ សវណ្ណលោក Zelensky ចាត់ទុកយន្តហោះចម្បាំង Gripen ជាអត្ថិភាពមួយលទ្ធភាពនៃការផ្គត់ផ្គង់ Gripen ដល់អ៊ុយក្រែនគឺស្ថិតនៅក្រោមការពិចារណាក្នុងរយៈពេល2ឆ្នាំចុងក្រោយក៏ប៉ុន្តែត្រូវបានផ្អាកដើម្បីឲ្យទីក្រុង Kyiv នឹងផ្ដោតទៅលើការដាក់ឲ្យប្រើប្រាស់នៅយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិកដែលខ្លួនបានចាប់ផ្ដើមដាក់ពង្រាយកាលពីខែសីហាលោក Zelensky បាននិយាយនៅពេលមានវត្តមាននៅស៊ុយអែតថាយើងចាប់ផ្ដើមការងារដើម្បីទទួលបាន Gripen នាំទៅអ៊ុយក្រែនហើយរំពឹងថាកិច្ចសន្យានាពេលអនាគតនឹងអនុញ្ញាតឲ្យយើងទទួលបានយន្តហោះបែបនេះមិនតិចជាង100គ្រឿងនោះទេលោកថាអ្នកបើកបរយន្តហោះអ៊ុយក្រែនបានទៅដល់ប្រទេសស៊ុយអែតដើម្បីសាកល្បងធ្វើតេស្តយន្តហោះ Gripen និងជួយសម្រួលដល់ការនាំចេញយន្តហោះជាយថាហេតុឬក៏ក្នុងពេលណាមួយដែលជាជំរើសដ៏រឹងមាំនិងមានតម្លៃទាបបើប្រៀបធៀបទៅនឹងយន្តហោះចម្បាំងផ្សេងទៀតដូចជា F-35 របស់អាមេរិកជាដើមលោក Zelensky បាននិយាយថាអ៊ុយក្រែនមានបំណងទទួលនិងចាប់ផ្ដើមប្រើប្រាស់យន្តហោះចម្បាំងស៊ុយអែត Gripen នៅឆ្នាំក្រោយលោកបានប្រាប់សន្និសីទសារព័ត៌មានថាសម្រាប់កងទ័ពរបស់អ៊ុយក្រែន Gripen គឺជារឿងអាទិភាពមួយតែអ្វីៗវាអាស្រ័យទៅលើថាវិការហើយនឹងការធ្វើសម្ពយុទ្ធឬក៏ការធ្វើតេស្តហោះហើរជាដើមនាយករដ្ឋមន្ត្រីស៊ុយអែតលោក Kristersson ក៏បានបញ្ជាក់វិញភ្លាមៗនៅពេលនោះថាមិនទាន់មានការសម្រេចចិត្តអ្វីនៅឡើយទេក៏ប៉ុន្តែបានសន្មតថាការផលិតនិងការចែកចាយយន្តហោះថ្មីដំបូងអាចនឹងចំណាយពេលដល់ទៅ3ឆ្នាំលោកបន្ថែមទៀតថាមិនមានការសម្រេចចិត្តលើការដឹកជញ្ជូន model ចាស់ Gripen ឆាប់នេះទេបើទោះបីជាដំណឹងនេះត្រូវបានធ្លាប់គេលើកឡើងហើយស៊ុយអែតក៏មិនដែលប្រកាសច្រើនចោលទាំងស្រុងដែរជំវិញការលើកឡើងនេះបើយោងតាមសារព័ត៌មាន Reuters ដដែលបាទអរគុណសម្រាប់ការបកស្រាយលម្អិតលើព័ត៌មានមួយនេះបាទជួបគ្នានៅពេលក្រោយបាទ